បងប្អូនចង់ឃើញការបាញ់ថ្នាំរបស់ពួកខ្ញុំបាញ់គឺបងប្អូនមើលតាមនេះអានេះដោយសារដងខ្ញុំខ្លីណាដងខ្ញុំខ្លីបើដងវែងចាប់ផ្សែងល្អជាងហ្នឹងទៅបងប្អូនណាបាទហ្នឹងហើយខ្ញុំឲ្យប្រើមកបច្ចេកទេសអញ្ចឹងអានេះថ្ងៃទី6ទី7ខែ8បងប្អូនណាបាទយើងបាញ់បាន2ដងហើយបាទអានេះយើងអត់មានប្រើជីគ្រាប់ទេបងប្អូនណាបាញ់ដើម្បីបង្កើតចលឿនទេបងប្អូនមើលដងចលឿនណាអាចចលឿននេះបាទនេះរវល់នេះបាទតែបាញ់បានម្ដងឥឡូវ2ដងទៅលឹកហ្នឹងបងប្អូនណាបាទនេះរបៀបបាញ់បើសិនយើងមានត្រាក់ទ័រក៏ស្រួលម្យ៉ាងដែរយើងដាក់ក្បាល3ក៏បានដែរបងប្អូនណាដាក់ក្បាល4វាបាក់តែដឹកៀងណាតែលោកវាបាញ់ឡើងទៅលើអត់ដល់បាទបាញ់ឲ្យជោគដូចខ្ញុំអញ្ចឹងដែរចាប់ផ្សែងអញ្ចឹងណាដើម្បីផ្សះវាជំនួយវាបាទអាហ្នឹងសម្រាប់ក្នុងដំណាក់កាលនេះខ្ញុំមានជីបងប្អូនណាបាទមានជីបាញ់លើឲ្យទម្លាក់ចុះមកក្រោមហ្មងបងប្អូនទម្លាក់ចុះមកក្រោមហើយបាញ់មកជុំវិញហ្នឹងទៅណាបាញ់មកជុំវិញហ្នឹងកត់ចិត្តវា1ម៉ែត្រ1ម៉ែត្រកន្លះហ្នឹងបាទវាកើតអាហារនៅហ្នឹងហើយអញ្ចឹងបងប្អូនណាបាទបាញ់មកជោគមកដើមវាមកបាទណាបាញ់អញ្ចឹងមកខាងលើស្លឹកក្រោមស្លឹកបងប្អូនណាបាទហ្នឹងដល់ពេលខាងលើយើងបាញ់ចេះមកបាទបាញ់ចេះមកឃើញទេសាបវាអញ្ចឹងមកហើយរបៀបបាញ់ពេលខែផ្កាចាំខ្ញុំប្រាប់ពីរបៀបបាញ់ឲ្យមើលទៀតខ្ញុំដូរដងនឹងចេញបាទដូរដងនឹងចេញឲ្យបងប្អូនងាយស្រួលមើលឥឡូវខែនេះគ្រាន់តែយើងខែត្រួយវាណាបាញ់ត្រួយជីបំពន់វាបាទដើម្បីយកកម្លាំងវាផ្លែព្រោះយើងជាច្រើនយើងបំរុងខែ12ហ្នឹងយើងចេញហើយចេញផ្លែមកប្រកាត់ទៅតែម្ដងអញ្ចឹងណាតែបាញ់គោលវាអញ្ចឹងផងបងប្អូនណាបាទគេខ្ញុំបាញ់បានអត់អីទេជុំនឹងមកជុំវិញនឹងមករំបងនឹងកត់ចិត្ត1ម៉ែត្រ1ម៉ែត្រកន្លះនេះបាទបាញ់មកជុំវិញហ្នឹងមកកាត់ចលេនហ្នឹងហើយហើយបើសិនតែនេះបងប្អូនអាចយើងកាត់ស្មៅកាត់អីចឹងណាហ្នឹងហើយរបស់ហើយយើងកាត់ចេញទៅអានេះភាសាខ្ញុំបាញ់2ដងហើយបាទ2ដងទាំងលឹកហ្នឹងហើយវាអីណាប៉ុន្តែព្រឹកមិញតម្លាក់ថ្នាំនេះមួយសាហើយបាទយើងបាញ់ថ្នាំកក់មកខាងនោះមួយសាហើយឲ្យវាមានខ្លះមកបងប្អូនណាអត់អីទេតែមកវាដាច់អាសូតពេកបាទព្រោះលើថាមេឃអត់ភ្លៀងអត់អីផងនេះមកចឹងមកបងប្អូនណាឃើញទេបាទមេឃអត់ភ្លៀងហ្នឹងក៏វាធ្វើទុកដែរចាំទីបាទភ្លៀងអត់គ្រប់គ្រាន់មើលអានោះបាញ់ឲ្យមកម្ដងឥឡូវ2ដងទៅលើកហ្នឹងបងប្អូនណាបាទបាញ់មកចឹងមកកុំលឿនណាមួយប៉ុន្តែច្បាស់បងប្អូនណាបាទខែផ្កាខ្ញុំប្រាប់ពីរបៀបបាញ់ភាសាទៀតបាទនៅប៉ុណ្្នឹងសិនបងប្អូនណាបាទវាអស់ memory បាទ